ធ្លាប់ឆាមីផ្សេងៗសរសៃរៀងរឹងតិចណាបងប្អូនតែចំពោះយកមីកូរ៉េនេះមកឆាគឺថារសជាតិឆ្ងាញ់មែនតើបងប្អូនឡើងទន់តែម្ដងហើយចូលជាតិជាមួយនឹងគ្រឿងក្រៅរបស់យើងណាហើយយើងអាចយកទៅជំនួសធ្វើសរសៃបាញ់ស្រុងក៏បានដែរដំបូងយើងទៅដាក់ដាំទឹកដើម្បីស្រុះមីសិនទៅថ្ងៃនេះនឹងខ្ញុំប្រើចំនួន3កញ្ចប់បងប្អូននេះមីប្រភេទហ្នឹងហើយកញ្ចប់បែបហ្នឹងបងប្អូននឹងខ្ញុំទិញនៅហាងអាស៊ីបងប្អូនអាចបន្ថែមប្រេងឆាបន្តិចទៅដើម្បីឲ្យមីរបស់យើងកុំឲ្យជាប់នឹងខ្ញុំភ្លេចដាក់បងប្អូនយើងស្រុះតែមួយផ្លែតទេបងប្អូនឲ្យវាលាព្រោះអីបើយើងស្រុះយូរសរសៃមីផុយពេកអត់ឆ្ងាញ់ទេណាបងប្អូនពេលដែលដាក់ស្រុះល្មមហើយនឹងខ្ញុំចាប់ផ្ដើមយកមកចាក់ទឹកក្តៅចេញហើយយើងលាងទឹកស្អាតមកទឹក2ទៀតទៅណាបងប្អូនទឹកត្រជាក់ហ្នឹងណាបងប្អូនឃើញទេសរសៃតំណមែនតែនដូចសរសៃបាញ់ស្រុងអញ្ចឹងនឹងខ្ញុំធ្វើបាញ់ស្រុងឯងច្រើនតែយកសរសៃមីហ្នឹងមកស្រុះធ្វើបងប្អូនបន្ទាប់ពីឆាស្រុះមីទុកម្ល៉េះហើយនឹងខ្ញុំបានយកបន្លែមកលាងហើយថ្ងៃហ្នឹងមីដែលកូនចូលចិត្តហ្នឹងអញ្ចឹងឆ្លៀតពេលហ្នឹងយើងដាក់បន្លែច្រើនទៅបងប្អូនកាន់តែច្រើនកាន់តែល្អបន្លែមិនអីនេះទេមានតែការ៉ុតហើយនឹងខ្ទឹមបារាំងជាមួយនឹងស្ពៃចាប៉ុណ្ណឹងបងប្អូនហើយយើងហាន់បែបនេះទៅបន្ទាប់មកនឹងខ្ញុំមានសាច់ទូមាន់យើងយកមកប្រឡាក់គ្រឿងសិនមកណាបងប្អូនគ្រឿងនោះមានតែម្សៅស៊ុបស្ករហើយប្រេងខ្យងជាមួយនឹងទឹកត្រីបងប្អូនលាយអញ្ចឹងហើយយើងបន្ថែមនៅម្សៅឆាបន្តិចទៀតទៅដើម្បីឲ្យសាច់យើងទន់ឆ្ងាញ់ហើយឆាប់ឆ្អិននិងចូលជាតិល្អបងប្អូនយើងលាយអញ្ចឹងយើងច្បល់ទុកប្រហែលជា10នាទីទៅឲ្យចូលជាតិល្អចាំយើងយកទៅឆាបងប្អូនឆាមីធ្វើវិធីនេះរសជាតិឆ្ងាញ់បងប្អូននឹងខ្ញុំធ្វើច្រើនដងហើយចំពោះសរសៃមីនឹងខ្ញុំយកមកលាយប្រេងខ្យងបងប្អូនចង់បានពណ៌យើងអាចលាយទឹកស៊ីអ៊ីវខាប់តិចទៅណាដើម្បីយកពណ៌មីរបស់យើងឲ្យក្រហមល្អអញ្ចឹងណានឹងខ្ញុំឆាមីផ្សេងឆាសាច់ផ្សេងបងប្អូននឹងបន្លែហ្នឹងដើម្បីកុំឲ្យសាច់មីយើងផុយណាហើយមានខ្ទឹមសជាមួយនឹងពងមាន់4គ្រាប់ដំបូងយើងដាក់ខ្ទះឲ្យក្តៅសិនមកហើយចាំយើងដាក់ប្រេងឆាចូលដើម្បីបំពងខ្ទឹមវគ្គទី1នេះខ្ញុំឆាមីមុនណាបងប្អូនបន្ទាប់ពីខ្ទឹមក្រហមយើងដាក់ពងមាន់ចូលហើយពងមាន់អត់កូរវល់ខ្លាំងណាបងប្អូនយើងកូរល្មមឲ្យវារៀងនៅដុំដូចគេធ្វើលក់ដើម្បីឲ្យពងមាន់មានជាតិខ្ញុំបន្ថែមម្សៅស៊ុបចូលបន្តិចកូរបាច់ចាំពងមាន់ឆ្អិនខ្លាំងពេកឯងបងប្អូនល្មមយើងដាក់មីចូលណាប៉ុន្តែនេះខ្ញុំដាក់មីចូលហើយមីហ្នឹងឆាថ្នមបងប្អូនឆាឲ្យសព្វជាមួយពងមាន់របស់យើងហើយចាំយើងលើកទុកម្លែកឆាច្បល់ឲ្យសព្វល្អបងប្អូនបន្ទាប់មកនេះខ្ញុំដាក់ខ្ទះម្សៅទៀតដើម្បីដាក់បំពងខ្ទឹមឆាសាច់យើងដាក់ខ្លាញ់ឲ្យក្តៅទៅណាបន្ទាប់មកដាក់ខ្ទឹមដើម្បីបំពងឲ្យឈ្ងុយសិនចាំយើងដាក់សាច់ចូលហើយសាច់យើងដាក់ម្សៅឆាអញ្ចឹងវារៀងស្អិតទៅបងប្អូនរៀងជាប់ខ្ទះអញ្ចឹងហើយចាំឆាមកត្រឡប់ពីយើងបន្ថែមទឹកបន្តិចទៅយើងដាក់ម្សៅឆាអញ្ចឹងឆាឆាប់ឆ្អិនហើយសាច់ទន់ល្អឆ្ងាញ់មែនតើបងប្អូនចូលជាតិខុសពីយើងឆាធម្មតាដូចនៅហាងអាស៊ីឯងភាគច្រើនគេឆាច្រើនលាយម្សៅឆាអញ្ចឹងបងប្អូនហើយទឹកវិញខាប់ល្អមែនតើបន្ទាប់ពីឆាភ្លក់សាច់ល្មមហើយខ្ញុំបានដាក់ការ៉ុតចូលបន្លែណាក្រឆ្អិនយើងដាក់មុនណាបងប្អូន
ដោយសារឆាឲ្យកូនញ៉ាំអញ្ចឹងហើយនឹងខ្ញុំឆារៀងឲ្យឆ្អិនបន្លែតិចណាឆាការ៉ុតរៀងឆ្អិនហើយយើងចាប់ផ្ដើមដាក់ខ្ទឹមបារាំងចូលជាមួយនឹងគល់ស្ពៃហ្នឹងស្តៀងដូចស្ពៃបូកគោអញ្ចឹងណាបងប្អូនតែស្លឹកខុសគ្នាយើងទៅហាងអាស៊ីអីមីឆាប្រភេទនេះអត់មានលក់ឯណាបងប្អូនភាគច្រើនគេយកមីសរសៃស្ប៉ាហ្គេតទីឬមួយក៏មីកញ្ចប់យកមកឆាលក់តែមីកូរ៉េនេះអត់មានពីណាយកមកឆាលក់ឯងបងប្អូនចង់ញ៉ាំអីយើងធ្វើខ្លួនឯងទៅហើយរសជាតិទន់ឆ្ងាញ់មែនតើមីប្រភេទហ្នឹងណាក្មេងអីក៏ចូលចិត្តដែរតើពីដាក់ស្ពៃអញ្ចឹងយើងឆាត្រឡប់ពីហើយចាំយើងដាក់មីចូលមីយើងដាក់ម្ដងតិចណាបងប្អូនយើងឆាបែបនេះសរសៃមីអត់រីកខ្លាំងអត់ផុយហើយបន្លែអីក៏អត់ឆ្អិនរលួយខ្លាំងណាយើងឆា2ដងអញ្ចឹងណាបងប្អូនហើយពេលដែលបងប្អូនឆាមីច្រើនអីក៏ស្រួលដែរយើងឆារួចយើងគ្រាន់តែយកមកច្បល់ខាងក្រៅក៏បានដែរយើងដាក់អញ្ចឹងឲ្យសរសៃមីចូលជាតិជាមួយនឹងទឹកឆាហ្នឹងទៅយើងបិទភ្លើងជាការស្រេចនេះបងប្អូនឆ្អិនហើយរសជាតិឆ្ងាញ់មែនតែនបងប្អូនអាចសាកល្បងធ្វើញ៉ាំបានហើយយើងញ៉ាំអីយើងគាត់បន្ថែមទឹកម្ទេសហឹរតិចមកគឺអេមតែម្ដងវីដេអូហ្នឹងមិនប៉ុណ្ណឹងទេបងប្អូនបើសិនជាពេញចិត្តក៏ share ចែកម្លែកម្នាក់មួយផងហើយអត់ទាន់កន្លែងណាអាច comment សួរនឹងខ្ញុំបានខ្ញុំសូមអរគុណសូមជម្រាបលាជូនពរពុកម៉ែបងប្អូនសុខភាពល្អ